និស្ស័យល្អឥតខ្ចោះរបស់បុរសអាស្រ័យលើទស្សនៈនិងការរំពឹងទុករបស់មនុស្សនីមួយទោះជាយ៉ាងណាក៏ដោយមានលក្ខណៈសម្បត្តិទូទៅមួយចំនួនដែលមនុស្សភាគច្រើនគិតថាជាចំណុចល្អសម្រាប់បុរសម្នាក់ 1. ទំនួលខុសត្រូវតែងតែទុកចិត្តលើសម្ដីរបស់ខ្លួននិងមានសុចរិតធម៌ចំពោះខ្លួនឯងគ្រួសារការងារនិងសង្គមដឹងពីការទទួលស្គាល់កំហុសនិងកែលម្អវិញជំនួសឲ្យការប្រកាន់បញ្ហាជាការកំហុសរបស់អ្នកដទៃ 2. ស្មោះត្រង់ចិត្តត្រឹមត្រូវមិនមែនជាមនុស្សក្លែងក្លាយតែងតែស្មោះត្រង់ក្នុងពាក្យសម្ដីនិងការប្រព្រឹត្តដឹងពីវិធីបង្ហាញអារម្មណ៍ដោយស្មោះត្រង់ដោយមិនលាក់បាំងឬបង្ហាញហួសហេតុ 3. ប្រាជ្ញាសកម្មភាពរឹងមាំមានចំណេះដឹងការគិតដោយឯករាជ្យនិងសមត្ថភាពដោះស្រាយបញ្ហាដឹងពីការប្រឈមនឹងបញ្ហាហើយមិនងាយបោះបង់ 4. ដឹងថែរក្សាគោរពអ្នកដទៃគោរពគំនិតរបស់អ្នកដទៃហើយមិនបង្ខំឲ្យអ្នកដទៃយល់ព្រមលើគំនិតខ្លួនឯងមានការយកចិត្តទុកដាក់ចំពោះអារម្មណ៍និងគំនិតរបស់ក្រុមគ្រួសារមិត្តភ័ក្តិនិងអ្នករួមការងារ 5. អត់ធ្មត់ទូលាយចិត្តមិនរអិលសម្បាញ់ឬក្តៅសាច់ក្តៅញើសពេលជួបរឿងមិនសមជាមិត្តដឹងអភ័យទោសនិងទូលាយចិត្តចំពោះកំហុសរបស់អ្នកដទៃជំនួសឲ្យការរក្សាចិត្តស្អប់ផ្អន 6. កម្លាំងចិត្តរឹងមាំចិត្តជាក់លាក់ដឹងពីការធ្វើការសម្រេចចិត្តហើយមានទំនួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើមិនរួចរួលឬខ្លាចពេលប្រឈមនឹងបញ្ហាប្រឈម 7. មិនអង់អាចព្យាយាមសិក្សាបន្ថែមមិនអួតអាងឬមានអារម្មណ៍ថាខ្លួនឯងល្អជាងគេតែងតែស្វែងយល់និងបង្កើនចំណេះដឹងដើម្បីធ្វើឲ្យខ្លួនឯងប្រសើរឡើង 8. រីករាយមានគំនិតវិជ្ជមានដឹងពីវិធីធ្វើឲ្យជីវិតคล้ายទៅជាអ្វីដែលសប្បាយនិងស្រួលដោយការរីករាយជាមួយការប្រព្រឹត្តល្អមានគំនិតវិជ្ជមាននិងមិនងាយឲ្យខ្លួនឯងត្រូវប៉ះពាល់ដោយអ្វីដែលអវិជ្ជមានមនុស្សគ្មានអ្នកណាល្អឥតខ្ចោះទេប៉ុន្តែបុរសដែលល្អគឺជាមនុស្សដែលព្យាយាមធ្វើឲ្យខ្លួនឯងคล้ายជាមនុស្សល្អជានិច្ច